ចាមកដល់យើងថ្ងៃនេះគឺម្ជូរគ្រឿងទាកាប៉ាខ្ញុំទៅផ្សារទិញបានទាកាប៉ាមួយខ្ទង់2គីឡូជាងអញ្ចឹងខ្ញុំម្លែកយកមកស្លម្ជូរគ្រឿងណាចាបងចុងភៅគាត់ថែមទឹកខ្មេះដើម្បីសម្អាតទានឹងឲ្យស្អាតបាច់រោមដែលនៅសេសសល់ហ្នឹងបន្ទាប់មកគាត់កាប់ជាដុំតូចៗល្មមទានេះរៀងតូចដែរហើយរៀងផុយចាសាច់វាខ្ចីណាម្ជូរគ្រឿងនេះយើងប្រើត្រួយមកកាក់ដើម្បីធ្វើឲ្យរសជាតិជូរហើយថែមបន្លែជាតកួនខ្ចីល្អណាស់ចាបងគាត់កាប់ជាដុំតូចកង់ចឹងហើយក៏យកទៅលាងសម្អាតជាមួយទឹកខ្មេះនៅអอฟហ្វិសយើងប្រើទឹកខ្មេះដើម្បីសម្អាតបន្លែត្រីសាច់បំបត្តិក្លិនឆ្អាបក៏ដូចជាជួយឲ្យបន្លែហ្នឹងលាងបានស្អាតល្អចាគ្រឿងបុកនេះគឺត្រូវថែមខ្ទឹមសនិងម្ទេសចូលថែមទៀតដើម្បីឲ្យវាកាន់តែឈ្ងុយហើយបន្ទាប់មកបងគាត់មកកញ្ច្រាំប្រហុកដាក់ឆ្នាំងលើចក្រានហើយឆាប្រហុកឲ្យឈ្ងុយសិនទៅបង់គ្រឿងបុកដែលបុកមិញហ្នឹងចូលចាម្ហូបខ្មែរយើងគឺសុទ្ធតែផ្សំឡើងពីគ្រឿងផ្សំដែលធម្មជាតិល្អហើយឈ្ងុយឆ្ងាញ់ហើយល្អចំពោះសុខភាពទៀតកុំភ្លេចថាម្ជូរគ្រឿងនេះគ្រឿងបុកហ្នឹងគឺមានគល់ស្លឹកគ្រៃម្ដេងស្លឹកក្រូចសើចល្មៀតដែលសុទ្ធតែជារុក្ខជាតិជួយប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីចាជួយការពាររាងកាយពីភាពចាស់ដាក់ម្ងាស់ទេចោលហើយបងគាត់មកសម្អាតបន្លែបន្តទៀតចាបន្លែនេះគឺខ្ញុំបានប្រាប់ឲ្យគាត់ជួយសម្អាតឲ្យបានច្រើនទឹកដើម្បីជំរះចោលក្អែលក៏ដូចជាពងសត្វល្អិតដែលនៅតោងជាប់ជាមួយនឹងស្លឹកតកួនហ្នឹងហើយម្កាក់នេះហាន់ជាស្ដើងដើម្បីដាក់ចូលទៅសម្លគាត់ក៏មិនភ្លេចមកមើលទាដែលម្ងាស់ចោលនឹងដែរបន្ទាប់មកគឺថែមទឹកដើម្បីកុំឲ្យខ្លោចបានទៅណាចាហើយឥឡូវគឺដាក់តកួនចូលបងអាចមានវិធីស្លផ្សេងគ្នាទៅតាមផ្ទះទៅតាមគ្រួសារនីមួយណាចាបងគាត់ដាក់តកួនចូលហើយទៅចាប់ផ្ដើមដាក់ម្ជូរចូលហើយម្ងាស់ចាដាក់ស្លឹកម្កាក់ចូលដើម្បីឲ្យរសជាតិជូរហើយបន្ទាប់មកពេលដែលសម្លឆ្អិនហើយគឺមិនភ្លេចបង់ស្លឹកកធូបដើម្បីឲ្យធ្វើឲ្យសម្លកាន់តែមានក្លិនឈ្ងុយចាស្លតែមួយផ្លែតគឺបានញ៉ាំហើយចាយើងញ៉ាំបាយជុំគ្នាទាំងអស់រៀងនៅម៉ោង12ថ្ងៃត្រង់ចាជាពេលដែលយើងសម្រាកហើយយើងក៏ញ៉ាំបាយនៅជុំជាមួយនឹងអอฟហ្វិសទាំងអស់គ្នានៅទីនេះយើងអត់មានបែងចែកម្ហូបអាហារមេឬក៏កូនចៅទេគឺពួកខ្ញុំញ៉ាំអីពួកគាត់ក៏ញ៉ាំនឹងដូចគ្នាដែរចា